ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានលក្ខណៈធ្វើនំបញ្ចុកនំបញ្ចុកសម្លខ្មែរសម្លប្រហើររបស់ខ្មែរយើងដោយនំបញ្ចុកមួយប្រភេទនេះគឺថាមានជាយូរលង់ណាស់មកហើយជាពិសេសគឺជាប្រភេទនំបញ្ចុកដែលគេពេញនិយមហូបទៀតផងចាសម្រាប់ប្រភេទនំបញ្ចុកនេះយើងអាចហូបលក្ខណៈជាអាហារពេលព្រឹកអាហារពេលថ្ងៃអាហារពេលរសៀលក៏បានដែរចាហើយសម្រាប់ប្រភេទទឹកសម្លនំបញ្ចុករបស់ខ្មែរយើងអាចធ្វើលក្ខណៈបែបទម្រង់ផ្សេងៗគ្នាតាមតំបន់ផ្សេងៗគ្នារបៀបធ្វើក៏ផ្សេងៗគ្នាដែរដូច្នេះសម្រាប់ការធ្វើសម្លប្រហើរនំបញ្ចុកនៅថ្ងៃនេះនាងខ្ញុំនឹងប្រាប់ពីរបៀបធ្វើសម្រាប់លក្ខណៈក្រុមគ្រួសាររបស់នាងខ្ញុំតែម្ដងបងប្អូនចាអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើហើយនឹងការដាក់គ្រឿងផ្សំទាំងអស់គ្នានៅថ្ងៃនេះផងដែរទឹកសម្លនំបញ្ចុករបស់នាងខ្ញុំគឺប្រើជាមួយនឹងត្រីរ៉ស់បងប្អូនចានាងខ្ញុំប្រើចំនួន2ក្បាលតែម្ដងដោយសាររាងច្រើនដែរអញ្ចឹងណាបន្ទាប់មកយើងនឹងដាក់ដាំទឹកឲ្យវារាងពុះទាំងអស់គ្នាសិនដោយនៅក្នុងទឹករបស់នាងខ្ញុំមានលួចអំបិលបន្តិចមានគល់ស្លឹកគ្រៃចាយើងដាក់អំបិលបន្តិចចឹងណាបងប្អូនចាហើយមានគល់ស្លឹកគ្រៃមានស្លឹកក្រូចសើចជាមួយនឹងគ្រឿងបន្ទាប់មួយទៀតនេះមានជាមួយនឹងខ្ទឹមក្រហមខ្ទឹមសហើយមួយវិញទៀតនេះយើងមិនអាចភ្លេចបានទេសម្លនំបញ្ចុកស្លខ្មែរយើងគឺខ្ជាយបងប្អូនយើងដាក់រៀងច្រើនក៏បានដែរហើយគ្រឿងផ្សំជាមួយនឹងខ្ទឹមក្រហមខ្ទឹមសខ្ជាយអីហ្នឹងពេលរួចរាល់គឺយើងយកទៅកិនឬយកទៅបុកបន្ថែមទៀតនៅពេលនេះផងដែរទឹកដែលយើងបានដាំហ្នឹងគឺពុះល្អហើយបងប្អូនយើងអាចនឹងដាក់ជាមួយនឹងត្រីរបស់យើងចូលតែម្ដងសម្រាប់ទឹកសម្លនំបញ្ចុកមួយមុខនេះបងប្អូនអាចប្រើត្រីប្រភេទអីក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនតែសម្រាប់នាងខ្ញុំនៅថ្ងៃនេះគឺប្រើជាមួយនឹងត្រីរ៉ស់តែម្ដងនៅពេលដែលយើងកំពុងតែដាក់ត្រីរងាស់ស្ងោរឲ្យវារាងឆ្អិនណាយើងគ្របវាទុកចឹងទៅឲ្យវារាងឆ្អិនបន្តិចសិនយើងងាកទៅបុកគ្រឿងទាំងអស់គ្នាឥឡូវនេះដល់វាបុកគ្រឿងហើយដោយនាងខ្ញុំដំបូងហ្នឹងគឺបុកគ្រឿងជាមួយនឹងក្រូចសើចបងប្អូនយើងដាក់ក្រូចសើចជាមុនសិនស្លឹកក្រូចសើចណាដោយយើងលួចអំបិលបន្តិចដើម្បីឲ្យវាបុកទៅឆាប់ម៉ត់ល្អនេះបងប្អូនឃើញអត់ម៉ត់មែនតើសម្រាប់ស្លឹកក្រូចសើចរបស់យើងបន្ទាប់មកទៀតហ្នឹងគឺយើងចាប់ផ្ដើមដាក់គ្រឿងបុកគ្រឿងរបស់យើងមានគល់ស្លឹកគ្រៃមានរំដេងមានរមៀតអីចឹងទៅសម្រាប់សម្លគ្រឿងខ្មែរយើងគឺគ្រឿងបុកគឺមានគ្រឿងផ្សំដូចគ្នាតែទាំងអស់ណាបងប្អូនហើយសម្រាប់សម្លដែលធ្វើសម្លមានគ្រឿងគឺឈ្ងុយដោយសារគ្រឿងនេះតែម្ដងជាមួយនឹងខ្ទឹមអីណាយើងដាក់ចូលបុកឲ្យម៉ត់ទាំងអស់តែម្ដងបងប្អូននៅពេលនេះគ្រឿងរបស់យើងបុកហ្នឹងគឺបានម៉ត់ល្អហើយយើងចាប់ផ្ដើមបុកសណ្តែកដីមួយមុខទៀតឲ្យម៉ត់ដូចគ្នាបងប្អូនអត់សូវចូលចិត្តរាងម៉ត់យើងនៅខប់តិចក៏បានដែរបន្ទាប់ពីយើងបុកគ្រឿងរួចរាល់ហើយយើងទុកមួយឡែកសិនឥឡូវយើងងាកទៅមើលត្រីរបស់យើងដែលកំពុងតែស្ងោរហ្នឹងគឺចាប់ផ្ដើមឆ្អិនហើយបងប្អូនទឹករបស់ត្រីដែលយើងស្ងោរហ្នឹងគឺឈ្ងុយមែនតែម្ដងឥឡូវនេះយើងចាប់ផ្ដើមស្រង់ត្រីរបស់យើងហ្នឹងដាក់វាមួយឡែកសិនដើម្បីឲ្យវាចុះត្រជាក់ឲ្យវាត្រជាក់ដើម្បីយើងងាយស្រួលប្រឡេះសាច់របស់វាយកទៅបុកអញ្ចឹងយើងដកស្រង់ត្រីរបស់យើងទុកសិននៅពេលដែលត្រីរបស់យើងត្រជាក់ល្អហើយយើងបេះវាឲ្យស្អាតចឹងទៅដើម្បីកុំឲ្យមានឆ្អឹងមានអីចឹងបងប្អូនចាយើងបេះតូចៗចឹងទៅហើយយើងយកវាមកបុកជាមួយគ្រឿងដែលយើងបានបុកហើយបាញ់ហ្នឹងណាលោកជាមួយនឹងគ្រឿងរបស់យើងឲ្យវាម៉ត់តែម្ដងអូបងប្អូនមួយចំណុចទៀតជាមួយនឹងខ្ទឹមសខ្ទឹមក្រហមខ្ជាយដែលយើងបានស្ងោរជាមួយត្រីអំបាញ់ហ្នឹងណានាងខ្ញុំក៏បានយកមកបុកជាមួយនឹងក្នុងត្រីហ្នឹងដែរតែនាងខ្ញុំបានថតចំណុចហ្នឹងឯងបងប្អូនចាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចស្រង់ចេញពីទឹកមកយើងយកមកបុកទាំងអស់គ្នាតែម្ដងហើយបុកវាម៉ត់ជាមួយត្រីរបស់យើងតែម្ដងហើយបើសិនជាពេលបុកមានឆ្អើមមានអីយើងរើសចេញអញ្ចឹងទៅហើយសម្រាប់ទឹកដែលយើងបានស្ងោរត្រីយើងអត់យកទៅណាយើងយកមកធ្វើទឹកសម្លនំបញ្ចុកតែម្ដងចាហើយនេះគឺជាទឹកដែលយើងស្ងោរត្រីអំបាញ់មិញណាបងប្អូនចាយើងយកមកដាក់ធ្វើជាទឹកនំបញ្ចុករបស់យើងដោយដំបូងនេះនឹងខ្ញុំជ្រុំជាមួយនឹងប្រហុករបស់យើងជាមុនសិនយើងជ្រុំយកទៅទឹកហើយកុំឲ្យវាមានជាប់ឆ្អឹងជាប់អីណាបើសិនជាបងប្អូនមានប្រហុកសាច់យើងដាក់ប្រហុកសាច់ជ្រុំនៅក្នុងទឹកហ្នឹងដាក់ស្ងោរយកតែម្ដងក៏បានដែរហើយសម្រាប់ប្រហុកដែលនាងខ្ញុំបានជ្រុំហ្នឹងគឺមុនដែលនាងខ្ញុំយកមកជ្រុំហ្នឹងនាងខ្ញុំបានចិញ្ច្រាំវាឲ្យម៉ត់ម្សៅសិនដែរអញ្ចឹងណាបងប្អូនចាឥឡូវនេះឃើញថាទឹករបស់យើងបានពុះល្អហើយយើងចាប់ផ្ដើមបង់គ្រឿងបន្ទាប់ទៀតចាហើយនេះគឺជាទឹកដែលនាងខ្ញុំបានបងគ្រឿងចូលមិញណាបងប្អូននាងខ្ញុំបានថតចំណុចហ្នឹងគឺដាក់គ្រឿងត្រីដែលយើងបានបុកជាមួយគ្រឿងដាក់ចូលក្នុងទឹកសម្លរបស់យើងតែម្ដងហើយនាងខ្ញុំបានដាក់ជាមួយនឹងប៊ីចេងផងដែរបន្ទាប់មកយើងជ្រុំសាច់ដែលយើងបានបុកមួយគ្រឿងហ្នឹងឲ្យវារាងបែកសាច់ជាមួយទឹកសម្លរបស់យើងសិនត្រង់ចំណុចនេះហ่าបងប្អូនគ្រាន់តែដាក់គ្រឿងដាក់អីហើយយើងជ្រុំជាមួយទឹកសម្លរបស់យើងគឺបែកក្លិនឈ្ងុយចេញមកតែម្ដងហើយនាងខ្ញុំមានប្រើជាមួយនឹងស្ករត្នោតរបស់យើងផងដែរបងប្អូនចាដាក់គ្រឿងផ្សំហ្នឹងទៅតាមទំហំសាឡរបស់បងប្អូនផងដែរហើយខ្ញុំចាក់ចូលនេះគឺជាសណ្តែកដីដែលនាងខ្ញុំបានបុកអំបាញ់មិញណាបងប្អូនចាយើងចាក់ចូលទៅក្នុងសម្លរបស់យើងអញ្ចឹងទៅហើយយើងកូរដើម្បីឲ្យសាច់ត្រីបែកគ្នាបានល្អសិនហើយសម្រាប់ទឹកត្រីផងដែរបងប្អូនដាក់ទៅតាមការចូលចិត្តតែកុំឲ្យប្រៃពេកតែប្រៃពេកអត់ឆ្ងាញ់ទេ
នៅពេលដែលបងប្អូនប្រើជាមួយនឹងទឹកត្រីយើងអាចលួចអំបិលបន្តិចនៅក្នុងសម្លរបស់យើងដើម្បីឲ្យសម្លរបស់យើងគឺកាន់តែឆ្ងាញ់មូលហេតុដែលនេះខ្ញុំនិយាយអញ្ចឹងដោយសារនៅពេលដែលយើងដាក់ស្ងោរត្រីយើងបានបងអំបិលនៅក្នុងត្រីរបស់យើងផងដែរហើយសម្រាប់ប្រហុកក៏អាចមានជាតិប្រៃដែរអញ្ចឹងបើសិនជាបងប្អូនដាក់ទឹកត្រីរៀងច្រើនឬក៏អំបិលរៀងច្រើននៅពេលដែលយើងស្លហ្នឹងគឺសម្លរបស់យើងគឺកាន់តែប្រៃហើយចាហើយសម្រាប់ខ្ទិះដូងផងដែរទៅតាមការចូលចិត្តដូចគ្នាបងប្អូនចាបើសិនជាបងប្អូនចូលចិត្តសម្លខ្ទិះរៀងច្រើនយើងអាចប្រើខ្ទិះដូងរៀងច្រើនអញ្ចឹងទៅបើអត់សូវចូលចិត្តខ្ទិះទេយើងប្រើតែល្មមបានហើយការប្រើខ្ទិះបើសិនជាបងប្អូនមិនមានខ្ទិះច្បាច់ដូចនាងខ្ញុំផ្ទាល់ណាចាយើងអាចប្រើជាខ្ទិះកំប៉ុងក៏បានដែរឈ្ងុយដូចគ្នាបងប្អូនគ្រាន់តែយើងមានខ្ទិះកោសដោយដៃកោសដោយម៉ាស៊ីនច្បាច់ភ្លាមអញ្ចឹងគឺឈ្ងុយបែបមួយយ៉ាងអញ្ចឹងណាបងប្អូនចំណុចចុងក្រោយនេះនៅពេលដែលបងប្អូនដាក់ជាមួយនឹងខ្ទិះរួចរាល់គឺហើយបងប្អូនគ្រាន់តែឲ្យវាពុះបន្តិចទៅបិទភ្លើងជាការស្រេចតែកុំភ្លេចភ្លុកផងណាចរងដែលយើងបិទភ្លើងណាភ្លុកថាទឹកសម្លរបស់យើងមកល្មមដែលយើងចូលចិត្តហើយមិនប្រៃពេកមិនផ្អែមពេកមកឈ្ងុយមកល្មមហើយអូខេបិទភ្លើងគឺជាការស្រេចអញ្ចឹងយើងអាចរៀបចំជាមួយនឹងលបាយនំបញ្ចុករបស់យើងមានបន្លែជាច្រើនមុខបងប្អូនចូលចិត្តបន្លែបែបណាក៏ដាក់បែបហ្នឹងក៏បានដែរសម្រាប់នាងខ្ញុំគឺមានបន្លែបែបនេះយើងអាចដាក់បន្លែដាក់អីរួចរាល់ហើយដាក់ជាមួយនឹងនំបញ្ចុកស្រោចជាមួយនឹងទឹកសម្លរបស់យើងគឺជាការស្រេចហើយបងប្អូនហើយក៏សូមអរគុណបងប្អូនដែរត្រង់បញ្ចប់នេះគឺថារួចរាល់ហើយដល់ម៉ោងល្មមនៃការយើងភ្លក់ការញ៉ាំជាមួយនឹងជួបជុំជាមួយនឹងគ្រួសារសម្លនំបញ្ចុកខ្មែរគឺពេញនិយមមែនតើអញ្ចឹងនាងខ្ញុំសូមអរគុណហើយក៏កុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ